មកបាលីចឹងកាត់អីទៀតឯអ្នកនរគ្នាថ្ងៃមុនធ្វើការបើទៅលើ Saber ឥឡូវហ្នឹងធ្វើការបើទៅលើ Hanzo ម្ដងហើយមិនតែ Hanzo គឺមានហៀតណាជាមួយនឹង Po វាទៀតខ្ញុំមិនដឹងថាមកបាលីចឹងគុំ Hero Mage នឹង Maximum ប៉ុណ្ណាទេបានខំប្រឹងបើពួក Assassin អីក៏ម៉េះហ្នឹងហើយ Hero Hanzo ហ្នឹងគឺបើខ្លាំងជាងគេបើទៅលើ Energy វាដែលគ្នាយើងខ្លះគាត់ហៅថា Mana អីចឹងណាហើយដូចជាគ្នាយើងបានដឹងចឹងថា Hero ហ្នឹងការមុននៅពេលដែលវាដកព្រលឹងវាមកវាយយើងគឺថាវាមកបានតែមួយផ្លែទេតអស់ Energy ឬក៏ Mana ហ្នឹងវាទៅវិញហើយ Energy ហ្នឹងគឺថាវាអត់ឡើងវិញទេប៉ុន្តែបន្ទាប់ពីគេបើហើយគឺថាវាឡើងវិញឲ្យតែ Hero ហ្នឹងកាន់តែវាយគឺកាន់តែឡើងអញ្ចឹងវានៅវាយបានយូរនៅកន្លែងហ្នឹងហ្មងអញ្ចឹងបានខ្ញុំថាហ្នឹង Hero Mage Hero Maxman គឺដឹងតែប្របាក់រត់ទេដោយសារតែការមុន Energy ហ្នឹងវាយអត់ឡើងផងនៅតែប្របាក់រត់ចុះទៅមកឥឡូវ Energy ហ្នឹងច្រើនទៀតនឹងរត់ទៅផ្លូវណាទេគ្នាយើងខ្ញុំដឹងតែរត់ទៅផ្លូវណាឯងគឺរត់ចូលប្រហោងក្តិតមុនតនដោយសារតែមុនតនជាអ្នកបើ Hero ហ្នឹងប៉ុន្តែមូលហេតុដែលគេបើទៅលើ Hero ហ្នឹងខ្ញុំគិតថាអត់មានអីឆ្ងាយទេខ្ញុំគិតថាគេអាចនឹងធ្វើការចេញ skin អីមួយទៅឲ្យ Hero ហ្នឹងដែលជា skin ប្រភេទដែលមានតម្លៃរៀងថ្លៃអីចឹងទៅព្រោះថាចរិតមកបាលីចឹងគឺអត់តែបើ Hero អីមួយទាំងដែលអត់មានផលប្រយោជន៍ទេគឺបើទាំងតែចេញ skin ហើយអញ្ចឹងហើយគឺយើងមានតែចាំមើលទេថាតាមមកបាលីចឹងគេនឹងធ្វើការចេញ skin អីឲ្យ Hero ដកព្រលឹងស៊ីផលិតហ្នឹងហើយបន្តមកនេះគឺជា Hero ផលវាដែលមកបាលីចឹងធ្វើការបើទៅលើ passive Hero ហ្នឹងដោយសារតែគេថា Hero ហ្នឹងវាអត់នៅពេល late game តែខ្ញុំដូចជាមានឃើញអន់ផងដោយសារតែខ្ញុំលេងប៉ះ Hero ហ្នឹងគឺថាពួកខ្ញុំចោះក្អួតតាំងពី early ដល់ late game ហ្មងហើយសម្រាប់ការបើហ្នឹងគឺគេបើទៅលើ passive damage គឺឲ្យ Hero ហ្នឹងវាឈឺជាងមុនបន្តមកទៀតទៅគឺបើទៅលើ shield shield ឈាមសហ្នឹងនៅពេលដែល Hero ផលវាហ្នឹងមានឈាមកាន់តែច្រើនឈាមសហ្នឹងក៏ឡើងកាន់តែច្រើនដូចគ្នាហើយអីដែលគេនិយាយហ្នឹងខ្ញុំគិតថាវាគ្រាន់តែជា less ទេសម្រាប់បើ Hero ហ្នឹងដូចជាគ្នាយើងបានដឹងចឹងថា Hero ហ្នឹងនៅថ្ងៃខាងមុខទៀតអាចនឹងធ្វើការចេញនៅ skin Exorcist ដោយសារតែ Mobile Legends បានធ្វើការតម្លាក់នៅសវ័យ skin ហ្នឹងតាំងពី2025មកម៉េះហើយបន្តមកទៀតគឺជា Hero Hieda ដែល Hero ហ្នឹងគឺច្បាស់ហើយគឺគេនឹងធ្វើការចេញ skin Starlight ឲ្យ Hero ហ្នឹងនៅក្នុងឆ្នាំ2026ហ្នឹងចង់ជាប់មក2025ចេះចេះកន្លោះអណ្ដាតចេញ2026វិញតន់តែ Hero ហ្នឹងគឺគេបើទៅលើ Passive ដែល Passive Hero ហ្នឹងកាលមុនគឺវាមានអាមបងហ្នឹងទេតែឥឡូវគេដាក់អំបងហ្នឹងដល់ពេលដែលគ្នាយើងដើរទៅចិត្តគេឬក៏អីចឹងទៅឲ្យតែគ្នាយើងមានអាមបងហ្នឹងនៅជុំវិញខ្លួនគឺយើងអាចហក់ទៅវាយគេបានហ្មងអញ្ចឹងហើយមកអ៊ំ Hieda ហ្នឹងកាន់តកាទៀតបន្តពីគេបើហើយណាអីឈរល្មមឲ្យហក់កាប់ក្បាលអញ្ចឹងហើយសរុបមក Hero ទាំង3ហ្នឹងគ្នាយើងចង់ឲ្យ Hero មួយណាដែលគេបើ Hero មួយណាដែលគេណើជួយខមមិនប្រាប់ខ្ញុំផង